គោលឈើដែលបរោះម្នាក់នេះកំពុងតែកាប់ដើម្បីយកមកធ្វើជាធូបការហ្នឹងខ្ញុំមិនដឹងថាជាគោលឈើដើមឫស្សីឬមួយក៏ជាគោលឈើដើមស្លាអញ្ចឹងណាឥឡូវចង់ដឹងថាបរោះម្នាក់ហ្នឹងកាប់ធ្វើធូបការហ្នឹងគាត់ធ្វើឲ្យស្អាតប៉ុណ្ណាអីចឹងតាមទស្សនាវីដេអូនេះទាំងអស់គ្នាបងប្អូនពីការធ្វើរបស់គាត់ណាឥឡូវគាត់ពោះចាប់ដើមសេរីវាចេញជារូបរាងឲ្យស្អាតតិចសិនបងប្អូនដើម្បីយកដាក់ទៅក្នុងម៉ាស៊ីនបវលដើម្បីគាត់ឈូសឲ្យស្អាតចឹងណាឥឡូវក៏ពោះចាប់ដើមកាត់អាចុងកតុយនេះបន្តិចព្រោះថាកន្លែងហ្នឹងគឺថាវានេះពេកវាអាក្រក់ពេកអញ្ចឹងទៅគាត់កាត់យកតាមមកល្មមដែលគាត់យកធ្វើថោសម្រាប់ដាក់ផ្កាអញ្ចឹងហើយថោសម្រាប់ដាក់ផ្កានេះពេលដែលគាត់ធ្វើហើយនិយាយពីថារូបរាងស្អាតខ្លាំងមែនទែនណានិយាយទៅមិនសរសើរបានការធ្វើប្រកបនិយាយទៅការធ្វើប្រកបសុទ្ធតែមានបច្ចេកទេសមានតិចនិចត្រឹមត្រូវមិនចេះធ្វើឲ្យទៅហើយតែបដៃណាឥឡូវក៏ពោះចាប់ដើមសេរីវាដាក់ចូលក្នុងម៉ាស៊ីនវើលហ្នឹងហើយការធ្វើប្រកបនិយាយទៅក្នុងមួយថ្ងៃគាត់ធ្វើបានច្រើនខ្លាំងមែនទែននិយាយទៅគាត់មិនធ្វើតែធូបផ្កាមុខទេសំបីតែវត្ថុផ្សេងដែលធ្វើចេញពីគល់ឈើអញ្ចឹងគាត់អាចធ្វើបានច្រើននិយាយទៅគល់ឈើគឺជាកន្លែងមួយដែលថារឹងមាំសម្រាប់ឈើអញ្ចឹងព្រោះថាបើយកដើមវាតែម្ដងគឺថាអត់សូវរឹងមាំទេហើយណាមួយវារឿងពិបាកទៀតអញ្ចឹងមានតែការយកគល់ឈើទេដែលអាចធ្វើចេញមកស្អាតហើយណាមួយរឹងមាំហើយដាក់ទៅគឺថាបានយូរណាស់បងប្អូនប្រើរាប់រយឆ្នាំឥឡូវក៏ពោះចាប់ដើមយកដែកនឹងទៅឈូសពីលើអាសាច់ឈើហ្នឹងដើម្បីធ្វើជារូបរាងធូបការហ្នឹងហើយធូបការហ្នឹងនិយាយទៅគាត់ធ្វើឲ្យនិយាយថាស្រស់ស្អាតខ្លាំងមែនទែនណានិយាយទៅមិនសើបានការធ្វើប្រកបមួយនេះឥឡូវក៏ពោះចាប់ដើមសេរីវាស្អាតអញ្ចឹងចាប់ដើមឈូសវាធ្វើក្បាច់សិនធ្វើក្បាច់វាចេញមកក្បាច់ឲ្យស្អាតអញ្ចឹងបងប្អូននិយាយទៅមិនសើបានការធ្វើប្រកបហើយនិយាយទៅក្នុងមួយថ្ងៃគាត់ធ្វើវត្ថុផ្សេងបានច្រើនណាពីអាគុលឈើហ្នឹងនិយាយទៅតែប៉ុណ្ណេះដឹងតែលុយសុទ្ធហើយតែប៉ុណ្ណេះឥឡូវគេការធ្វើប្រកបបានប្រហែល 50% បងប្អូនឥឡូវក៏ពោះចាប់ដើមយកដែកនឹងធ្វើជាក្បាច់ឲ្យវាចេញជារូបរាងមួយស្អាតអញ្ចឹងណាអូ my god បងប្អូននិយាយទៅមិនសើបានការធ្វើប្រកបនិយាយទៅឥឡូវចាំមើលពេលដែលគាត់ធ្វើអាក្បាច់ជាហៀងហើយអស់គាត់ចាប់ដើមខួងអាប្រឡោះកដាលនិយាយពីថាស្អាតខ្លាំងមែនទែនបងប្អូននិយាយទៅមិនសើបានណាហើយគាត់យកទៅខាត់គាត់យកទៅលាបថ្នាំលាបអីទៀតអូនិយាយទៅស្រស់ស្អាតខ្លាំងណាស់បងប្អូនឥឡូវក៏ពោះចាប់ដើមសេរីខួងវាទៅខាងក្នុងដើម្បីធ្វើប្រឡោះមួយសម្រាប់ដាក់ផ្កាសម្រាប់ដាក់អីចឹងដាក់ផ្កាចូលនៅប្រឡោះហ្នឹងអូ my god បងប្អូននិយាយទៅការធ្វើប្រកបអែមខ្លាំងមែនទែនហើយធ្វើផ្កាក៏ធ្វើឲ្យនិយាយថាប្លែកស្អាតខ្លាំងមែនទែនអូនិយាយទៅមិនសើបានការធ្វើប្រកបមួយនេះអូឥឡូវក៏ចាប់ដើមនេះបងប្អូនគាត់ចាប់ដើមសេរីវាឲ្យវាចេញជាប្រឡោះចេញជារូបរាងដើម្បីដាក់ផ្កាអញ្ចឹងហើយនិយាយទៅការធ្វើប្រកបគឺថាអត់សូវនេះទេអត់សូវប្រើកម្លាំងខ្លាំងប្រហែលទេគឺប្រើតែបច្ចេកទេសហើយនឹងតិចនិចទេហើយនិយាយទៅមិនសើបានបងប្អូនខ្ញុំមានតែពាក្យសរសើរគាត់ដោយសារតែគាត់ធ្វើចេញមកស្អាតពេកអញ្ចឹងខ្ញុំមើលឡើងចង់ផ្លឹកដល់សារទឹកដៃគាត់ធ្វើចេញមកអែមពេកឥឡូវក៏ពោះចាប់ដើមខាត់វាឲ្យសាច់ឈើនឹងស្អាតអញ្ចឹងខាត់វានិយាយទៅបងប្អូនមិនសើបានឥឡូវគាត់ចាប់ដើមយកអាថ្មលឿងនេះដាក់វាដើម្បីឲ្យខាត់ជាមួយនឹងសាច់ឈើនៅស្អាតអញ្ចឹងហើយពេលគាត់ដាក់អាថ្មលឿងហើយនិយាយថាសាច់ឈើគាត់ខាត់ចេញមកស្អាតខ្លាំងមែនទែនបងប្អូនឃើញអូយកកន្លាច់ទៀតអូឃើញបងប្អូនឥឡូវឃើញតែការធ្វើប្រកបហើយគាត់ចាប់ដើមដាក់ផ្កាចូលនឹងឯមើលបងប្អូននិយាយទៅស្អាតខ្លាំងមែនទែនណាអញ្ចឹងវីដេអូមិនតែប៉ុណ្ណេះបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បងប្អូនកុំភ្លេចជួយ follow ម្នាក់មួយផង